ជំរាបសួរបងប្អូនទាំងអស់គ្នាចាថ្ងៃនេះមកស្ដាប់លោកតាដូណាល់ត្រាំចាស្ដាប់អ្នកខ្លាំងនៅលើពិភពលោកបងប្អូនចាមេរៀនដ៏ល្អសម្រាប់កូនរបស់យើងជំនាន់ក្រោយបងប្អូនចាសៀចែកកូនល្អណាស់ចា1 2 3ចាំតាមដានទាំងអស់គ្នាបងសុខាមិញបងបានលើកឡើងអំពីការចរចាជាមួយធនាគារនៅទសវត្សរ៍90ចុះបើយើងងាកមកមើលស្ថានភាពបច្ចុប្បន្នវិញក្នុងនាមគាត់ជាប្រធានាធិបតីអាណត្តិទី2ក្នុងឆ្នាំ2026នេះតើបងយល់ថាគាត់កំពុងប្រើសិល្បៈនៃការចរចាបែបជំនួយមាសមកអនុវត្តលើនយោបាយការបរទេសអាមេរិកយ៉ាងដូចម្តេចខ្លះជាពិសេសជាមួយមហាអំណាចសេដ្ឋកិច្ចផ្សេងៗនេះជាចំណុចដែលគួរឲ្យចាប់អារម្មណ៍ខ្លាំងបំផុតសុធាក្នុងឆ្នាំ2026នេះត្រាំមិនមែនគ្រាន់តែជាអ្នកនយោបាយទេគាត់កំពុងដើរតួជា CEO របស់សហរដ្ឋអាមេរិកបើយើងសង្កេតមើលយុទ្ធសាស្ត្រ America First របស់គាត់ឥឡូវនេះមានកម្រិតដិតដាមខ្លាំងជាងមុនឆ្ងាយណាស់គាត់លេងខ្វល់ពីពិធីសារការទូតដែលស្មុគស្មាញហើយគាត់ចូលចិត្តនិយាយរឿងផលចំណេញចំតែម្ដងឧទាហរណ៍ក្នុងទំនាក់ទំនងជាមួយអង្គការ NATO ឬសម្ព័ន្ធមិត្តអាស៊ីគាត់ប្រើពាក្យមួយឃ្លាដែលគាត់ធ្លាប់ប្រើក្នុងជំនួយអចលនទ្រព្យគឺការការពារត្រូវតែមានតម្លៃគាត់បង្ខំឲ្យប្រទេសសម្ព័ន្ធមិត្តបង់ថ្លៃការពារកាន់តែច្រើនដែលនេះគឺជាការអនុវត្តទ្រឹស្ដីកិច្ចសន្យាឆ្នេរចាញ់ដែលគាត់បានរៀនពីឪពុកគាត់កាលពី50ឆ្នាំមុនពិតមែនហើយបងសូម្បីតែរឿងពុនគួយក៏អញ្ចឹងដែរនាងខ្ញុំឃើញគាត់ប្រើវាជាអាវុធដើម្បីបង្ខំឲ្យក្រុមហ៊ុនបរទេសមកវិនិយោគនិងបង្កើតរោងចក្រក្នុងស្រុកអាមេរិកវិញតែនេះមិនមែនជាការរុះរើប្រព័ន្ធពាណិជ្ជកម្មសេរីពិភពលោកទាំងស្រុងទេឬបងត្រូវហើយសុធាសម្រាប់ត្រំពាក្យថាពាណិជ្ជកម្មសេរីគឺជាពាក្យដែលធ្វើឲ្យអាមេរិកខាតបង់ក្នុងឆ្នាំ2026នេះគាត់បានបង្កើតនៅអ្វីដែលគេហៅថាសេដ្ឋកិច្ចបន្ទាយដែកគាត់យល់ថាបើគាត់ដាក់ពន្ធខ្ពស់លើទំនិញនាំចូលក្រុមហ៊ុនទាំងនោះនឹងគ្មានជំរឿនក្រៅពីមកសាងសង់រោងចក្រនៅលើដីអាមេរិកឡើយនេះគឺជាយុទ្ធសាស្ត្រដែលគាត់ធ្លាប់ប្រើការនៅ Manhattan គឺការបង្កើតភាពផ្ដាច់មុខឬការគ្រប់គ្រងទីផ្សារតាមរយៈកម្លាំងអំណាចហើយអ្វីដែលកាន់តែពិសេសក្នុងឆ្នាំ2026នេះគឺសម្ព័ន្ធភាពរបស់គាត់ជាមួយ Elon Musk ក្នុងការបង្កើតក្រសួងប្រសិទ្ធភាពរដ្ឋាភិបាល DOGE និយាយដល់រឿងយុទ្ធសាស្ត្របសម្អាតនាងខ្ញុំឃើញមានរឿងមួយកំពុងល្បីខ្លាំងនៅថ្ងៃនេះគឺប្រតិបត្តិការសាំងមិនគួរឲ្យជឿដែលអាមេរិកអាចចាប់ខ្លួនមេដឹកនាំកម្ពុជានៅវេណេស៊ុយអេឡាបានតើបងសុខាអាចបញ្យល់បានទេថាតើលោកត្រាំប្រើវិធីសាស្ត្រអ្វីទើបអាចសម្រេចបេសកកម្មដ៏គ្រោះថ្នាក់នេះបានយ៉ាងជោគជ័យបែបនេះបាទសុធារឿងនេះពិតជាកក្រោលពិភពលោកមែនទែននេះគឺជាអ្វីដែលខ្ញុំហៅថាយុទ្ធសាស្ត្រសម្ពាធអតិបរមឬ maximum pressure ក្នុងអាណត្តិទី2នេះត្រាំបានបង្ហាញថាគាត់មិនមែនគ្រាន់តែនិយាយទេប្រតិបត្តិការចាប់ខ្លួនមេដឹកនាំកម្ពុជានៅវេណេស៊ុយអេឡាគឺជាលទ្ធផលនៃការប្រើប្រាស់ទាំងកម្លាំងយោធាស្ងាត់គួបផ្សំនឹងការដាក់រង្វាន់ជារូបិយវត្ថុយ៉ាងច្រើនសន្ធឹកសន្ធាប់គាត់បានប្រើប្រាស់បច្ចេកវិទ្យា drone និងកងកម្លាំងពិសេសរបស់អាមេរិកដើម្បីធ្វើឲ្យមេដឹកនាំទាំងនោះគ្មានកន្លែងលាក់ខ្លួននេះគឺជាសារមួយផ្ញើទៅកាន់ពិភពលោកថាអ្នកណាដែលប្រឆាំងនឹងផលប្រយោជន៍អាមេរិកឬធ្វើបាបប្រជាជនខ្លួនឯងនឹងត្រូវដោះស្រាយតាមច្បាប់របស់អាមេរិកជោគជ័យនេះបានបង្កើនប្រជាប្រិយភាពគាត់យ៉ាងខ្លាំងព្រោះវាបង្ហាញពីភាពជាបរិសុទ្ធខ្លាំងដែលហ៊ានធ្វើអ្វីដែលអ្នកដទៃមិនហ៊ានចាបងសុខាសំបីតែរឿង Elon Musk និងបច្ចេកវិទ្យានាងខ្ញុំឃើញថាត្រាំកូនឆ្នាំ2026នេះហាក់ដូចជាប្រើប្រាស់វាដើម្បីគ្រប់គ្រងបេសកកម្មទាំងនេះដែរមែនទេតើបងយល់ថាចរិតអ្នកបំបែកច្បាប់របស់គាត់ជួយឲ្យអាមេរិកឈានមុខគេឬក៏បង្កជាហានិភ័យសម្រាប់ពិភពលោកវាគឺជាកំបាត់មុខភីបាទសុធាក្នុងនាមជាអ្នកបំបែកច្បាប់ត្រាំបានកម្ចាត់ច្បាប់ទម្លាប់ចាស់ៗដែលយឺតយ៉ាវធ្វើឲ្យវិស័យ AI និងបច្ចេកវិទ្យាអាមេរិកដើរលឿនដូចហោះគាត់យល់ថាបើចង់ឈ្នះក្នុងសង្គ្រាមត្រជាក់ថ្មីគឺត្រូវតែមានបច្ចេកវិទ្យាដែលខ្លាំងបំផុតប៉ុន្តែក្នុងពេលមួយគ្នាភាពឆេវឆាវនិងការសម្រេចចិត្តបែបម្នាក់ឯងរបស់គាត់ដូចជាករណីចាប់ខ្លួនមេដឹកនាំនៅវេណេស៊ុយអេឡានេះក៏បង្កជាក្តីបារម្ភដល់សន្តិភាពធ្នាប់អន្តរជាតិដែរមនុស្សខ្លះបារម្ភថាគាត់កំពុងនាំពិភពលោកទៅកាន់សម័យកាលមួយដែលថាអ្នកខ្លាំងជាអ្នកឈ្នះដោយគ្មានច្បាប់អន្តរជាតិមកបង្អាក់ឡើយនេះហើយគឺជាចរិតពិតរបស់ Donald Trump ដែលរៀនពីសាលាយោធាខ្លាំងខុសគេអត់គោរពទេអូនចំនួនក្រោយបើអញ្ចឹងបើយើងក្រឡេកទៅមើលអនាគតវិញបងខែតើបងគិតថាគេដំណឹងរបស់លោកត្រាំនឹងត្រូវគេចងចាំបែបណាក្រោយពេលគាត់បញ្ចប់អាណត្តិទី2នេះ
តើគាត់នឹងក្លាយជាប្រធានាធិបតីដែលជួយសង្គ្រោះអាមេរិកឬក៏អ្នកដែលបំបែកបំបាក់អាមេរិកឲ្យកាន់តែខ្លាំងជាងមុនទេ នេះគឺជាសំណួរដែលអ្នកប្រវត្តិសាស្ត្រនឹងជជែកគ្នាជាច្រើនទសវត្សរ៍ទៀតសម្រាប់អ្នកគាំទ្រគាត់គឺជាវីរបុរសដែលហ៊ានងើបឈរប្រឆាំងនឹងពួកអិសរាមជននយោបាយចាស់ៗដើម្បីប្រយោជន៍ប្រជាជនសាមញ្ញគាត់គឺជាអ្នកដែលធ្វើឲ្យអាមេរិកមានមនភាពឡើងវិញតាមរយៈសកម្មភាពជាក់ស្ដែងដូចជាការបង់ក្រាបក្រុមទុច្ចរិតអន្តរជាតិនិងការលើកស្ទួយសេដ្ឋកិច្ចប៉ុន្តែសម្រាប់អ្នកដែលមិនចូលចិត្តគាត់គឺជាអ្នកបំផ្លាញប្រព័ន្ធប្រជាធិបតេយ្យ ជ័យយោចាបងប្អូនចាមានភាពស្មោះត្រង់ហើយមានភាពក្លាហានទាំងអស់នេះហើយជោគជ័យឲ្យជីវិតចាបាយបាយជួបគ្នាក្រោយទៀត